ថ្ងៃទី19ខែកក្កដាឆ្នាំ2026លាម៉ោង9:00នាទីព្រឹកពនគរបាលរដ្ឋបាលនិមិត្តបានទទួលពាក្យបណ្ដឹងរបស់ឈ្មោះហ៊ុតកឹមហុងភេទប្រុសមុខរបរបុគ្គលិកកន្លែងលក់ម្ហូបរស់នៅភូមិនិមិត្តមួយសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យលេខទូរស័ព្ទ097 549 បដិងរាយការណ៍មានជនសង្ស័យចំនួន4នាក់ជិះម៉ូតូចំនួន2គ្រឿងម៉ាក Honda Dream ដែលពួកវាធ្វើសកម្មភាពធាក់វាយកម៉ូតូរបស់ខ្លួនអំពីរឿងហេតុនៅថ្ងៃទី18ខែកក្កដាឆ្នាំ2026វេលាម៉ោង 22:00 នាទីខ្ញុំបានជិះម៉ូតូចំនួន1គ្រឿងម៉ាក Honda Dream ពណ៌ខ្មៅកាមរាយឆ្នាំ2024ដោយជិះពីផ្លូវដងអរញ្ញមកដល់ចំណុចរោងម៉ាស៊ីនកិនស្រូវក៏ដាក់មិត្តភ័ក្តិចុះរួចក៏ជិះទៅកើតបន្តទៀតប្រហែល300ម៉ែត្រជិះដល់ផ្ទះរបស់ខ្ញុំបាទស្រាប់តែមានជនសង្ស័យចំនួន4នាក់ភេទប្រុសភិនភាគម្នាក់នោះពាក់ម៉ាស់ពណ៌សស្គមខ្ពស់ពាក់អាវពណ៌ខ្មៅសក់វែងមុខម្នាក់ទៀតជិះពីក្រោយពាក់មួកសុវត្ថិភាពពណ៌ខ្មៅស្គមខ្ពស់ពាក់អាវពណ៌ខ្មៅជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅប្រហែលស៊េរីឆ្នាំ2024គ្មានផ្លាកលេខបានជិះតាមពីក្រោយខ្ញុំបាទរួចម្នាក់ជិះពីក្រោយបានយកមួកសុវត្ថិភាពវាយចំខ្នងខ្ញុំបាទចំណែកអ្នកដប់នោះបានធាក់ម៉ូតូខ្ញុំបាទដួលម៉ូតូរួចម្នាក់ជិះពីក្រោយបានដេញវាយខ្ញុំបាទហើយស្រែកថាកាប់ឲ្យងាប់ខ្ញុំបាទអរត់ទៅទីខាងលិចប្រហែល30ម៉ែត្រក៏វាត្រឡប់ទៅលើកម៉ូតូរបស់ខ្ញុំបាទរួចគេចខ្លួនទៅទិសខាងកើតបាត់ទៅក្រោយពីបានទទួលពីបណ្ដឹងកម្លាំងប៉ុនគរបាលរដ្ឋបាលនិមិត្តបានធ្វើការស្រាវជ្រាវបាននាំខ្លួនជនសង្ស័យទាំង4នាក់មកកាន់ប៉ុនគរបាលរដ្ឋបាលនិមិត្តដើម្បីសាកសួរ1ឈ្មោះឈុនសវណ្ណនេត្រាហៅត្រាភេទប្រុសអាយុ16ឆ្នាំមករបស់កសិកររស់នៅភូមិនិមិត្តមួយសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ2ឈ្មោះប៊ុនធឿនងៅឈិញហៅឈិញភេទប្រុសអាយុ18ឆ្នាំមកររបស់ជាម៉ាស៊ីនត្រជាក់រស់នៅភូមិនិមិត្តមួយសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ3ឈ្មោះហ៊ីនវុធីហៅជ្រិលភេទប្រុសអាយុ16ឆ្នាំមកររបស់កសិកររស់នៅភូមិនិមិត្តមួយសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ4ឈ្មោះឆានសវណ្ណរាជហៅធំភេទប្រុសអាយុ17ឆ្នាំមកររបស់ជាងឡានរស់នៅភូមិនិមិត្តមួយសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យក្រោយពីបានសាកសួរជនសង្ស័យទាំង3នាក់ខាងលើបានសារភាពថាខ្លួនពិតជាបានចូលរួមជាមួយឈ្មោះឆានសវណ្ណរាជហើយធំបានជិះម៉ូតូតាមវាយទៅលើជនរងគ្រោះរួចធាក់យកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែនបញ្ជាក់ឈ្មោះឆានសវណ្ណរាជហើយធំមិនសហការផ្ដល់ចម្លើយពិតជូនសមាជិកឡើយតាមសំណុំពររបស់ជនរងគ្រោះសូមឲ្យសមាជិកចាត់ការតាមផ្លូវច្បាប់ជំនាញស្នើសុំគោលការណ៍ខាត់ខ្លួនជនសង្ស័យទាំង4នាក់ខាងលើដើម្បីកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធីយានដ្ឋានរដ្ឋាមានទទួលជួសជុលរថយន្តគ្រប់ប្រភេទជួសជុលធ្វើជើងគ្រឿងក្រោមម៉ាស៊ីនត្រជាក់ប្រព័ន្ធភ្លើងឆែកដោយកុំព្យូទ័រសារស៊ីម៉ាំងរថយន្តនិងតោនបាញ់ថ្នាំអាស័យដ្ឋាននៅភូមិអណ្ដូងច្រកភូមិអំពិលស្រុកកំពង់សៀមខេត្តកំពង់ចាមលេខទូរស័ព្ទទំនាក់ទំនង012 202 906 069 51 31 92 097 92 04 242